ជំរាបសួរប្រិយមិត្តថ្ងៃនេះយើងសូមបើកកក់កាយនៅរឿងឡាយនៃគេដំណើរអបយៈជំនឿមួយដែលតាក់ទងនឹងគ្រឿងអលង្ការមាសនិងវិញ្ញាណអ្នករបាំចាស់តែងហាមថារបស់ទ្រព្យដែលមិនមែនជារបស់ខ្លួនឬរបស់ដែលបានមកដោយការដណ្ដើមយកតែងតែមានម្ចាស់ដើមតាមទាខឿននៅក្នុងរឿងបណ្ដាសាខ្សែសង្វារមាសនិងរបាំនាងរំដួយនេះយើងនឹងឃើញថាតើភាពលោភលន់ចង់បានសម្រស់និងទ្រព្យសម្បត្តិអាចនាំមកនូវសោកនាដកម្មដ៏គួរឲ្យរន្ធត់កម្រិតណាសូមអញ្ជើញតាមដានទាំងអស់គ្នាកាលពីសម័យអូដុងមានជំទាវមេម៉ាយម្នាក់ឈ្មោះជំទាវពេជ្រគាត់មានទ្រព្យសម្បត្តិច្រើនតែចិត្តកំណាន់និងច្រណែនឈ្នានីសគាត់រស់នៅជាមួយកូនលាងម្នាក់ឈ្មោះបផាដែលជាក្មេងស្រីស្លូតបូតថ្ងៃមួយពេលកំពុងរើអីវ៉ាន់ចាស់ក្នុងឃ្លាំងជំទាវពេជ្របានប្រទះឃើញហឹបឈើកគីមួយដែលដាំសោយ៉ាងរឹងមាំដោយសេចក្តីលោភលន់គាត់បានឲ្យគេគាស់ហឹបនោះគ្រាន់តែគម្របបាក់ឡើងពន្លឺពណ៌មាសបានចាំងផ្នែករបស់គាត់នៅក្នុងនោះគឺជាខ្សែសង្វារមាសគឺខ្សែមាសពាក់ឈៀងលើទ្រូងមួយខ្សែដែលមានក្បាច់ក្បូររចនាល្អឯកដូចជារបស់អ្នករបាំព្រះរាជទ្រព្យជំទាវពេជ្រញញឹមបិទមាត់មិនជិតព្រោះមិនធ្លាប់ឃើញរបស់ស្អាតបែបនេះពីមុនមកយាយផាន់ដៃទីអ្នកបំរើចាស់វសាខាងផ្ទះគ្រាន់តែឃើញខ្សែសង្វារនោះភ្លាមមុខគាត់ស្លេកស្លាំងដោយមួរមន់ស្ងោលោកជំទាវកុំប៉ះពាល់វាអីនេះជាខ្សែសង្វាររបស់នាងរំដួលរបាំលួងដែលត្រូវគេសម្លាប់ដោយអយុត្តិធម៌កាលពីជំនាន់មុនវាមានបណ្ដាសាអ្នកណាពាក់វានឹងត្រូវវិនាសយាយឯងកុំចេះដឹងរបស់ស្អាតបែបនេះទុកចោលធ្វើអីអញជាម្ចាស់ផ្ទះអញចង់ពាក់អញពាក់ហើយជំទាវពេជ្រមិនស្ដាប់ក៏យកខ្សែសង្វារមាសនោះមកពាក់ឈៀងលើខ្លួនភ្លាមនោះគាត់មានអារម្មណ៍ថាត្រជាក់ស្រេបចូលដល់ឆ្អឹងហាក់ដូចជាមានទឹកកកមកប៉ះស្បែកតែដោយសារភាពលោភលន់គាត់ធ្វើជាមិនខ្វល់យប់នោះជំទាវពេជ្រចូលដេកតាំងពាក់ខ្សែសង្វារជាប់នឹងខ្លួនដល់ពាក់កណ្ដាលអត្រាតស្រាប់តែមានសំឡេងភ្លេងពីណូពាតបន្លឺឡើងល្វើយនៅក្នុងបន្ទប់ជំទាវពេជ្រភ្ញាក់ដឹងខ្លួនឡើងតែគាត់មិនអាចបញ្ជាខ្លួនឯងបានទេរាងកាយរបស់គាត់បានក្រោកឈរហើយចាប់ផ្ដើមរាំរបាំអប្សរាយ៉ាងទន់ភ្លន់តែគាត់មិនចេះរាំសោះគាត់រាំបង្វិលខ្លួនទៅមុខកញ្ចក់ធំពេលគាត់សម្លឹងមើលក្នុងកញ្ចក់រូបដែលឆ្លុះមកមិនមែនជាគាត់ទេតែជានារីរបាំម្នាក់មុខមាត់ស្លេកស្លាំងមានស្នាមកំបិតចាក់ត្រង់ទ្រូងឈាមហូរស្រោយខ្សែសង្វារមាសនោះជួយផងឈប់ទៅខ្ញុំមិនចង់រាំទេព្រឹកឡើងជំទាវពេជ្រមានអាការៈអស់កម្លាំងដូចជាទាញព្រលឹងគាត់ព្យាយាមដោះខ្សែសង្វារនោះចេញតែដោះមិនបានសោះវាហាក់ដូចជាជាប់ស្អិតនឹងស្បែកនៅត្រង់កន្លែងដែលខ្សែមាសប៉ះនឹងស្បែកចាប់ផ្ដើមមានស្នាមក្រហមពងបែកនិងរោរលាកដូចជាត្រូវភ្លើងផោក្លិនស្អុយរលួយចាប់ផ្ដើមសាយភាយចេញពីខ្លួនគាត់អ្នកម៉ែខ្លួនអ្នកម៉ែយ៉ាងម៉េចហ្នឹងមិនក៏មានស្នាមពេញអញ្ចឹងអញមិនដឹងទេវារឹតអញជួយដោះវាចេញផងបុផាយប់បន្ទាប់មកអាការៈជំទាវពេជ្រកាន់តែធ្ងន់ធ្ងរខណៈដែលបុផាកំពុងជូតខ្លួនឲ្យម្ដាយចុងស្រាប់តែភ្លើងចង្កៀងបានរលត់អស់ខ្យល់ត្រជាក់បក់វូវូនៅចុងក្រែមានផ្សែងពណ៌បៃតងអាប់ហោះមកប្រមូលផ្ដុំគ្នាคล้ายជារូបរាងរបស់នាងរំដួលខ្មោចអ្នករបាំនោះនាងសម្លឹងតែជំទាវពេជ្រដោយកែវភ្នែកក្រហមឆ្អៅពោពេញដោយគំនុំពួកឯងជាពូជពងចៅជីដូនឯងបានសម្លាប់អញដើម្បីយកខ្សែសង្វារនេះឥឡូវដល់ពេលដែលឯងត្រូវសងបំណុលឈាមហើយបុប្ផាភ័យរន្ធត់លើកដៃសំពាក់អង្វរខ្មោចនោះបុប្ផាបានរត់ទៅអញ្ជើញលោកគ្រូអាចារ្យដែលមានវិជ្ជាខ្លាំងពូកែមកជួយលោកគ្រូបានរៀបចំពិធីសែនព្រេននិងសូត្រមន្តដើម្បីលួងលោមលិញៀនអូមនមោពុទ្ធាយៈវិញ្ញាណនាងរំដួលសូមនាងទទួលយកកុសលផលបុណ្យហើយដោះលែងគេទៅចុះកុំចងកម្មពៀតទៅទៀត
លោកគ្រូបានយកទឹកមន្តប្រោះព្រំជំទាវពេជ្រស្រែករមូលខ្លួនដោយការឈឺចាប់ព្រោះខ្សែសង្វាមាសនោះកាន់តែរឹតតឹងទៅហាក់ដូចជាពស់ថ្លន់កំពុងរឹតកទោះបីជាលោកគ្រូខំប្រឹងយ៉ាងណាក៏មិនអាចឈ្នះកម្លាំងគំនុំរបស់នាងរំដួលបានដែរអញមិនយកបុណ្យអញយកជីវិតខ្សែសង្វាមាសបានរឹតកជំទាវពេជ្រយ៉ាងខ្លាំងរហូតដល់ដាច់ខ្យល់ស្លាប់ភ្នែកសលៀននៅនឹងកំលែងភ្លាមនោះខ្សែសង្វាមាសនោះក៏រលាយបាត់ពីករបស់សាកសពហើយវិញ្ញាណនាងរំដួលក៏រសាត់បាត់ទៅជាមួយសំឡេងសើចដ៏គួរឲ្យខ្លាចផ្ទះទាំងមូលត្រឡប់មកស្ងប់ស្ងាត់វិញបុប្ផាបានត្រឹមតែអង្គុយយំអោបសាកសពម្ដាយចុងរឿងនេះបានបញ្ចប់ទៅដោយសោកនាដកម្មដោយសារតែភាពលោភលន់ចង់បានរបស់ដែលមិនមែនជារបស់ខ្លួនចាប់ពីពេលនោះមកគ្មានអ្នកណាហ៊ានចូលទៅជិតហឹបបុរាណនោះទៀតឡើយសូមអរគុណប្រិយមិត្តដែលបានតាមដានស្ដាប់